បើកមើលមកចុចមក play មកបានហើយចឹងនៅក្នុងនេះយើងអាចកំណត់កម្រិតច្បាស់វានៅនេះមានកម្រិតច្បាស់មាន18 2K អញ្ចឹងណាអាហ្នឹងយើងបើអ៊ីនធឺណិតយើងលឿនយើងយក 2K ទៅវាច្បាស់ខ្លាំងអាហ្នឹងពាក់ព័ន្ធមួយកម្រិតច្បាស់តមកអានេះសម្រាប់ screenshot រូបស្លឹក screenshot វីដេអូហើយអានេះសម្រាប់អានេះយើងនិយាយយើងចុចអានេះមកវិញនេះតមកកន្លែងចន្លោះនេះយើងមើលក្នុងចន្លោះនេះអញ្ចឹងអានេះwarning light អានេះពាក់ព័ន្ធមួយវិញ្ញាភ្លើងហើយ active deterrent នេះពាក់ព័ន្ធមួយសារ៉ែននឹង tool បន្តមកនេះយើងអាច zoom បានយើងចុចប៊ូតុងនេះមក zoom នេះខ្ញុំចុច zoom ណាគេ lens នេះវា zoom នេះ zoom in នេះ zoom out នេះ zoom មកវិញតមក PTZ នេះសម្រាប់វិលណាចឹងនេះយើងចង់វិលទៅខាងណាយើងចុចទៅនេះវិលឆ្វេងស្ដាំឡើងលើចុះក្រោមអីហ្នឹងនឹងរបៀបប្រើហើយអានេះ playback នេះសកម្មភាពចាស់នេះអញ្ចឹងវានេះសកម្មភាពចាស់អញ្ចឹងភាពចាស់នេះយើងចុចកន្លែងនេះមកវាចេញជា clip ចាអញ្ចឹងចន្លោះ clip មួយនេះគឺមានសកម្មភាពអីបានវាថតជា clip ឲ្យយើងហើយបើថាយើងចង់មើលចន្លោះផ្សេងដែលអត់សកម្មភាពអីយើងមើលនៅយើងចុចឲ្យកន្លែងនេះវិញមកឲ្យវាឡើងនេះកន្លែងនេះឲ្យវាឡើងចេះមកមើលទូទៅហើយ event នេះវា message ឲ្យយើងដល់យើងកំណត់បើក message អញ្ចឹងមានតែប៉ុណ្្នឹងរបៀបប្រើហើយ set ភ្លើងអីនៅក្នុងនេះហើយ message នេះយើងអាចបើកឲ្យវា message មកឥឡូវខ្ញុំបើកឲ្យហើយហ្មងទៅ message មកហើយឲ្យវា message មកចូល event នេះប៉ុន្តែអត់ message រំខានមក app យើងទេខ្ញុំបើក message ប៉ុណ្ណឹងមកអញ្ចឹងពេលមានសកម្មភាពអីយើងចូលក្នុង event នេះមកយើងមើលឃើញហើយហ្នឹងហើយមានប៉ុណ្ណឹង live